មនុស្សខ្លះឥឡូវសាហាវណាស់និយាយតដឹងអីផងលេងទីង10វាយលើក្បាលគឺលុះសុទ្ធតែភុងលេងស្រាប់តែមានអីមានការថតបង្ហោះប្រងព្រាតគ្រាន់តែព័ត៌មានខ្ចោខ្ចាយប្រងព្រាតស្រាប់តែភ័យខ្លួនរត់ទៅប្រទេសវៀតណាមបាទហើយឃើញគ្នាគាត់នឹងដឹងប្រហែលអ្នកទេប៉ុន្តែដឹងតែចាំបានគឺជន់ដៃដល់យក13ក្បាលគេហ្នឹងបាទគាត់តែព័ត៌មាននឹងផ្ទុះជាសាធារណៈលើប្រព័ន្ធបណ្ដាញសង្គម Facebook ភ្លាមក៏មិនទាន់បានប្រហែលម៉ោងហ្នឹងក៏មានការផុសនៅលើ Facebook របស់អាដាមជួននរិនដែលជាស្នងការនគរបាលរាជធានីភ្នំពេញអាដាមជួននរិនបានសរសេរនៅក្នុង page ផ្ទាល់ខ្លួនរបស់អាដាមថាករណីនេះខ្ញុំបានបញ្ជាទៅឲ្យលោកអធិការខណ្ឌបឹងកេងកងនិងលោកស្នងការរងប៊ុនសច្ចាស្រាវជ្រាវករណីនេះជាបន្ទាន់ហើយបាទក្នុងពេលតែមួយនោះផងដែរក៏មាន page ផ្លូវការរបស់អាដាមសសុខាដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាដាមសសុខាក៏បានផុសនៅក្នុង page ផ្លូវការរបស់អាដាមថាខ្ញុំទុកពេលឲ្យ48ម៉ោងបន្ទាប់ពីការបង្ហោះសារនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមខ្ញុំសូមផ្ញើសារណែនាំទៅកាន់លោកឆេងវិរុនដែលប្រព្រឹត្តអំពើហិង្សាដោយយកដបស្រាវៃក្បាលជនរងគ្រោះកាលពីយប់ថ្ងៃទី22សីហាឆ្នាំ2026សូមលោកមានភាពក្លាហាននិងស្មារតីភ្ញាក់រលឹកចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃខ្ញុំទុករយៈពេលឲ្យ48ម៉ោងឲ្យចូលខ្លួនមកសារភាពនិងអនុវត្តនីតិវិធីជាមួយនឹងសមត្ថកិច្ចក្នុងន័យនេះខ្ញុំសូមបញ្ជាក់លើកទឹកចិត្តឲ្យក្រុមគ្រួសារនិងមិត្តភ័ក្តិលោកឆេងវិរុនជួយផ្ដល់ព័ត៌មាននិងពន្យល់ណែនាំបន្ថែមខ្ញុំសូមជម្រាបជូនដែលថាបន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះខ្ញុំបានតាក់ទងដោយផ្ទាល់ទៅកាន់អាដាមលឿងតាមខ្វាងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវនិងឃាត់ខ្លួនបុគ្គលនេះដូចនេះក្នុងរយៈពេលដូចខ្ញុំបានបញ្ជាក់ខាងលើសូមលោកឆេងវិរុនបើកំពុងតែនៅក្នុងប្រទេសវៀតណាមត្រូវប្រញាប់វិលមាតុប្រទេសដោយខ្លួនឯងនិងសូមកុំព្យាយាមពួនសំងំឬប៉ុនប៉ងធ្វើដំណើរបន្តទៅប្រទេសណាមួយពីព្រោះលោកប្រកាសថាដឹងច្បាស់ហើយថាគ្មានថ្ងៃអាចរួចខ្លួននោះទេខ្ញុំក៏សូមយកឱកាសនេះជម្រាបជូនដល់បងប្អូនជនរួមជាតិថាក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាលលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមរូបខ្ញុំផ្ទាល់និងខ្លួនក្នុងនាមជាក្រសួងមហាផ្ទៃគឺដាច់ខាតមិនអនុញ្ញាតឲ្យជនល្មើសរួមទាំងករណីប្រព្រឹត្តបទល្មើសហិង្សាខាងលើនេះរួចផុតពីសំណាញ់ច្បាប់ឡើយសូមអរគុណនិងសូមអរគុណនេះគឺជាសំណេររបស់អាដាមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺអាដាមអភិសិទ្ធិបណ្ឌិតសសុខាបន្ទាប់ពីជនសង្ស័យនេះត្រូវរត់គេចទៅដល់ប្រទេសវៀតណាមនៅក្នុងភេកផ្លូវការរបស់អាដាមជួននរិនដែលជាស្នងការនគរបាលរាជធានីភ្នំពេញអាដាមក៏មានប្រសាសន៍ទៀតថាជនសង្ស័យឈ្មោះឆេងភិរុនកំពុងរៀបចំបែបបត់ឆ្លងដែនយកមកវិញសូមបញ្ជាក់ថាជនខាងលើបានត្រឡប់ដល់ព្រំដែននៅម៉ោងបាទ23ជាងដោយយប់ពេកត្រូវខាងមិត្តវៀតណាមផ្អាកឆ្លងចូលហើយត្រូវឲ្យសម្រាប់នៅផ្ទះជួលចិត្តនោះមួយយប់ទៅភ្លឺនឹងរៀបចំបែបបត់ឲ្យឆ្លងដែនចូលមកដីខ្មែរវិញដោយមិត្តវៀតណាមធានាមើលការខុសត្រូវមិនឲ្យបាត់លោកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌពលរតនានិងលោកអធិការនគរបាលខណ្ឌបឹងកេងកងនៃស្នងការនគរបាលរាជធានីភ្នំពេញនៅចាំតាំងពីយប់ម្លេះនៅព្រំដែនបន្តិចទៀតនៅពេលដែលជនសង្ស័យឆេងភិរុនបំពេញបែបបត់ឆ្លងដែនរួចនឹងដឹកយកមកស្នងការនគរបាលរាជធានីដើម្បីបន្តនីតិវិធីបងប្អូនដឹងហើយថាបើសិនជាយើងទាំងអស់គ្នាគ្រប់គ្រងនៅអំពើហិង្សាដែលបង្កដោយក្រុមមិនថាក្មេងទំនើងឬអ្នកដែលមានអំណាចឬក៏អ្នកដែលមានឥទ្ធិពលឬក៏អ្នកដែលអាងខ្លួនមានស្រាសវឹងជោគក្នុងខ្លួនហើយប្រើសិទ្ធិអំណាចក្នុងការដែលដូចថាអាងតែខ្លួនឯងមានខ្សែមានលុយអីចង់វាយគេបានតាមចិត្តគឺអត់មានទេព្រោះអីឥឡូវប្រទេសយើងមិនដូចពីមុនសម័យប៉ុលពតឬក៏ក្នុងសម័យប៉ុលពតទេគឺប្រទេសយើងឥឡូវគឺមានច្បាប់បាទ
ហើយប្រទេសយើងគឺត្រូវតែអនុវត្តច្បាប់អ្នកណាធ្វើខុសគឺត្រូវតែអនុវត្តច្បាប់មិនមែនចេះតែអាងខ្សែអាងខ្នងអាងលុយអាងកាក់ធ្វើចង់វាយដំច្រំធាក់គេតាមអំពើចិត្តហ្នឹងទេអត់កើតទេអញ្ចឹងខ្ញុំក៏សូមសរសើរដល់មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាមន្ត្រីក៏ដូចជាអាដាមអភិសន្តិបណ្ឌិតសសកាអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានយកចិត្តទុកដាក់ចាត់ការនៅរឿងនេះបើតែបើយើងបន្តដំណើរការឲ្យមានការវាយដំច្រំធាក់ឲ្យរួចខ្លួនបែបនេះគឺថានៅក្នុងសង្គមយើងកាន់តែវឹកវរដោយសារក្មេងតំណឹងគាត់ថាវាយគ្នាបន្តិចហើយវាអត់មានជាបញ្ហាទេតិចទៀតរួចខ្លួនណាអាងមានលុយតិចទៀតរួចខ្លួនអញ្ចឹងការចាត់ការតាមវិធានការផ្លូវច្បាប់នេះគឺខ្ញុំសូមគោរពនិងអរគុណកោតសរសើរចំពោះថ្នាក់ដឹកនាំពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមហើយពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើគឺរួមដៃពួតគ្នាដើម្បីកម្ចាត់នៅបាទការធ្វើអំពើអន្តពាលឬក៏ជាជនពាលឬក៏ការបង្កណាមួយបើទោះបីជាខ្លួនយើងខុសឬក៏ត្រូវយ៉ាងណាក៏ដោយក៏យើងមិនត្រូវប្រើអំពើហិង្សាទេព្រោះប្រទេសមានច្បាប់ឧទាហរណ៍ថាបើឃើញអមជីវ៉ាខុសតោះហើយឥឡូវឯងខុសតើប៉ោះពលីនិយាយគ្នាឬក៏មានសារមួយថានិយាយគ្នាយើងបញ្ចប់គ្នាដោយសន្តិវិធីយើងមិនមែនបញ្ចប់គ្នាដោយការវាយដំច្រំធាក់ប្រើអំពើហិង្សាដូចជំនាន់ប៉ុលពត3ឆ្នាំ8ខែ20ថ្ងៃនោះទេបាទអញ្ចឹងយើងត្រូវតែធ្វើយ៉ាងណាមានប្រទេសយើងមានច្បាប់គ្រួសារវិម័យប្រទេសមានច្បាប់ដូច្នេះបើឃើញអ្នកណាខុសត្រូវយើងបកគោលឲ្យសមត្ថកិច្ចការដោះស្រាយបែបណាការចរចាបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការបែបណាគឺយើងត្រូវតែចរចានិយាយគ្នាបញ្ចប់រឿងបានន័យថាពីរឿងធំមកជារឿងទូចពីរឿងទូចជាអត់រឿងមិនមែនសុកនិយាយចរចាមិនតន់ឲ្យលោកក្បាលលើកដបមកវាយហុងហើយមកឥឡូវលឺសូប្រេលាប្រេអីប៉ុន្តែបើតាមការស៊ើបសួរដោយការសម្ភាសមួយចំនួនហ្នឹងមុនដំបូងគ្រាន់តែជាការឌឺដងមិនស្មាទោសសុំទោសមិនការឌឺដងគេហៅថាអីការដើរចូលកន្លែងហាងហ្នឹងញ៉ាំញ៉ែមដល់ពេលគេថាឌឺដងគ្នាហ្មងទៅជាវាយបករបស់ស្នាមពេញនឹងទៅលេងយកដបមកវាយក្រាក្បាលបើទោះបីជាប្អូនអ្នកកាន់ដបនោះប្អូនត្រូវយ៉ាងណាក៏ដោយក៏ប្អូនមិនត្រូវយកដបមកវាយក្បាលគេដែរយើងប្រទេសយើងមានច្បាប់អញ្ចឹងប្អូនต้องឲ្យច្បាប់គឺជាអ្នកចាត់ការតាមផ្លូវច្បាប់ជាអ្នកអនុវត្តច្បាប់អញ្ចឹងប្អូនមានសិទ្ធិទូនាទីក្នុងការកាត់សេចក្តីដោយវាយដំច្រំធាក់មិនសម័យប៉ុលពតទេណាអូនណាអញ្ចឹងយើងសម័យនេះយើងមិនមែនអាងលុយអាងខ្សែអាងខ្នងអីបានទេព្រោះប្រព័ន្ធ social media ភ្នែកធ្វើទៅបិទតាពេលនេះគេអត់ហ៊ាននិយាយចំពោះប្អូនមែនតែថ្ងៃណាមួយប្អូនអស់បុណ្យស័ក្តិអស់អំណាចគេនឹងជន់កកចំហអណ្ដាត់អាកកហត់ឈាមអូនឯងវិញត្រូវដឹងខ្លួនផងមិនមែនអូនឯងអាងអីយើងអាងពេលមានអូនឯងមានបុណ្យស័ក្តិមានអំណាចមានលុយមានការគេអត់ហ៊ានប៉ះអូនឯងមែនប្រជាពលរដ្ឋខ្លះគេអត់ហ៊ានប៉ះតែពេលអូនឯងដែលធ្លាក់វិញអូនឯងគេជន់កកអូនឯងហើយអញ្ចឹងពេលមានលុយមានកាក់មានមាសមានប្រាក់មានទ្រព្យសម្បត្តិហូរហៀមានបុណ្យស័ក្តិអំណាចយើងត្រូវតែចេះគ្រប់ស្រឡាញ់អ្នកនៅជុំវិញខ្លួនបើទោះបីមិនបានជួយអ្នកនៅជុំវិញខ្លួនគេក្រលហាមបែបណាក៏ដោយក៏យើងមិនត្រូវមើលងាយគេដែរយើងមិនបានជួយគេក៏យើងដើរផុតទៅបើថាមិនពេញចិត្តអ្នកនេះដើរផុតមិនពេញចិត្តអ្នកនោះមិនត្រូវឈោពេបជ្រាយអាងអួតអំណាចអាងបុណ្យស័ក្តិមើលងាយគេបានដូចចិត្តទេអញ្ចឹងខ្ញុំស្អប់បំផុតកន្លងមកខ្ញុំតែនិយាយទៅថាខ្ញុំស្អប់បំផុតអ្នកមានមើលងាយអ្នកក្រអ្នកមានមើលងាយអ្នកអត់ហើយដូច្នេះហើយយើងអាវប្បធម៌បែបនេះយើងទៅចកៀងទេអ្នកណាភ្លឺទេនឹងឧទាហរណ៍អញ្ចឹងទោះបីគេក្រមិនគេហូបបាយផ្ទះគេអូនឯងមានមិនអូនឯងហូបបាយទេអូនឯងទេកុំឲ្យតែយើងនឹងទៅមើលងាយច្រំធាក់គេហើយមុនបន្តទៀតណា